Hello, everybody. Welcome back to my channel. Today, we are going to continue our short English conversation for beginners, part 6. And our lesson today is at the market. សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ការរៀនសន្ទនាជាភាសាអង់គ្លេសហើយនៅក្នុងថ្ងៃនេះផងដែរយើងនឹងបន្តមេរៀនការសន្ទនារបស់យើងបន្តទៀតគឺភាគទី6ដែលនឹងនិយាយអំពី at the market នៅឯផ្សារបាទហើយនៅថ្ងៃនេះខ្ញុំបានបញ្ចូលជារូបភាពមួយបាទតកតងជាមួយនឹងអត្ថបទរបស់យើងហើយរូបភាពនេះគឺជារូបភាពដែលបង្កើតឡើងដោយ AI មើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងដែរណាវាស្រដៀងទៅនឹងរូបភាពពិតដែរហើយមើលទៅមានពណ៌ស្រស់ស្អាតទាំងបន្លែទាំងមនុស្សបាទមើលទៅគួរឲ្យតាក់ទាញមួយយ៉ាងដែរតោះអញ្ចឹងចង់ដឹងថាតើការសន្ទនារវាងអ្នកលក់និងអ្នកទិញនៅឯផ្សារនេះបាទមានអ្វីខ្លះតោះយើងទៅតាមដានទស្សនាទាំងអស់គ្នាអូខេអញ្ចឹងយើងមានតួអង្គពីររូបគឺ seller នេះគឺអ្នកលក់ហើយ Linda គឺជាអ្នកទិញអញ្ចឹងផ្ដើមដោយអ្នកលក់គាត់និយាយថា Good morning, can I help you? Good morning, can I help you? អរុនសួស្តីតើខ្ញុំអាចជួយអ្នកបានទេណាអរុនសួស្តីតើខ្ញុំអាចជួយអ្នកបានទេជាទូទៅសម្រាប់អ្នកលក់គឺគាត់តែងតែប្រើបើសំណួរបែបនេះសួរទៅកាន់អ្នកទិញណាអញ្ចឹងបើសិនជាយើងជាអ្នកលក់បាទយើងអាចសួរសំណួរនេះទៅកាន់ភ្ញៀវបរទេសរបស់យើងបានអញ្ចឹង Linda គាត់ក៏ឆ្លើយថា Good morning, these vegetables look so fresh. These vegetables look so fresh. អរុនសួស្តីបន្លែទាំងនេះមើលទៅស្រស់ណាស់បាទអញ្ចឹងពាក្យ vegetable បកប្រែថាបន្លែហើយ fresh នេះបកប្រែថាស្រស់ណាស្រស់អញ្ចឹង clear នេះបកថាបន្លែទាំងនេះមើលទៅស្រស់ណាស់ Okay, yes, they were picked this morning. What would you like? Yes, they were picked this morning. What would you like? បាទពួកវាត្រូវបានបេះនៅព្រឹកមិញនេះណាអញ្ចឹងពាក្យថា pick នេះបកប្រែថាបេះណាបេះអញ្ចឹង what would you like តើអ្នកចង់បានអ្វីអញ្ចឹង Linda ក៏និយាយថា I need some tomatoes, mangoes and cucumbers អញ្ចឹង Linda គាត់និយាយថាខ្ញុំត្រូវការប៉េងប៉ោះស្វាយនិងត្រសក់ណាត្រសក់ខ្លះបាទអញ្ចឹងពាក្យសាមនេះខ្លះប៉ុន្តែនៅក្នុងនេះខ្ញុំអត់បានដាក់ខ្លះទេណាអញ្ចឹង tomatoes បកប្រែថាប៉េងប៉ោះ mango ស្វាយហើយនិង cucumber ត្រសក់បាទ I need some tomatoes, mangoes and cucumbers អូខេអញ្ចឹងគឺ Linda គាត់ចង់ទិញប៉េងប៉ោះស្វាយហើយនិងត្រសក់បាទតទៅទៀតចឹង seller គាត់និយាយថា no problem គ្មានបញ្ហាទេណា how many do you need ចឹងគាត់សួរថាតើអ្នកត្រូវការចំនួនប៉ុន្មានដែរណាតើអ្នកត្រូវការចំនួនប៉ុន្មានដែរ Linda និយាយថា I need 3 mangoes, 4 tomatoes and some cucumbers ខ្ញុំត្រូវការស្វាយ3ផ្លែប៉េងប៉ោះ4ផ្លែនិងត្រសក់មួយចំនួនឬក៏ត្រសក់ខ្លះបាទអញ្ចឹងអ្នកលក់គាត់និយាយថា got it តោះនេះអញ្ចឹង got it នេះយើងអាចបាត់ថាបាទដឹងហើយណាដឹងហើយឬក៏យល់ហើយគេហើយនៅពេលដែលយើងហុចរបស់នឹងទៅឲ្យអ្នកទិញគឺឬក៏ហុចរបស់អីមួយទៅឲ្យនរណាម្នាក់យើងអាចប្រើឃ្លាថា here you are okay here you are ចឹងបើគាត់ជាមនុស្សស្រីនេះអ្នកនាងណាពេលដែលយើងហុចទៅឲ្យគេ it's 8,000 real it's 8,000 reals វាអស់ 8,000 real អូខេចឹង Linda គាត់និយាយថា thank you អរគុណណាអរគុណ
អូខេអញ្ចឹងមេរៀនការសន្ទនារបស់យើងគឺមានតែប៉ុណ្ណេះខ្លីៗងាយៗហើយស្រួលយល់សម្រាប់បងប្អូនដែលជាអ្នកដែលចូលចិត្តដើរផ្សារអីបាទអាចសាកហាត់នៅ clear ទាំងអស់នេះបានព្រោះអីវាចាំបាច់ដែរសម្រាប់យើងដែលជាអ្នកលក់ត្រូវចេះភាសាក្នុងការសន្ទនាទំនាក់ទំនងជាមួយនឹងជនបរទេសដែលជាអ្នកទិញបើជាចុងក្រោយក៏សូមអរគុណបងប្អូនដែលបានទស្សនានៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយសូមជួយចុច like និង subscribe នៅ channel YouTube របស់ខ្ញុំមួយផងបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន